ឆ្នាំទី2នៃសម័យអ៊ូជើព្រំប្រទល់រវាងមហាជើនិងធូលិតមានភាពស្ងប់ស្ងាត់អស់រយៈពេល10ឆ្នាំស្រាប់តែក្រោយមកក៏លើសម្លេងស្គរចម្បាំងសាជាថ្មីម្ដងទៀតនៅក្នុងនគរធូលិតទល់សម្ព័ន្ធជួរទាំង5ដែលចូលចិត្តបង្កសង្គ្រាមស្ថិតនៅក្រោមការដឹកនាំរបស់ IG ហឺលូដែលមានកងទ័ពប្រើរហ័សមានកងឥន្ទ្រីនិងកងខ្លារខិនបានធ្វើការបំពេញនៅអុកឡុកព្រំដែនមហាជើដោយមិនគិតពីកិច្ចព្រមព្រៀងសន្តិភាពនៃនគរទាំងពីរពេលនោះគេបានវាយលុកស្រុកទាំង4នៅអានស៊ីដែលមានច្រកហៅថាច្រកសរសៃសូត្រច្រកទាំង4គឺគួយឈើធូលិតអ៊ីយានឈួយយានកងទ័ពជិះសេះដល់កាច់សាហាវនៃនគរធូលិតប្រព្រឹត្តអំពើឆក់ប្លង់គំរាមកំហែងដល់ឈ្មោះនៃអ្នកនាំសារនៃនគរផ្សេងៗច្រកសរសៃសូត្រដែលមានភាពស្ងប់ស្ងាត់ក៏คล้ายទៅជាច្រកកាប់ចាក់មហោជាតិធ្វើឲ្យក្រុមឈ្មោះមិនអាចធ្វើដំណើរឆ្លងកាត់បានមន្ត្រីជាន់ខ្ពស់នៅអានស៊ីធ្វើតាមរាជបញ្ជាស្ដេចស្រីអ៊ូជឺធានព្រមទាំងបទបញ្ជារបស់ទីយាជាប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់ប៉ុន្តែរាល់វិធីទាំងនេះបែរជាធ្វើឲ្យហឺលូកាន់តែសាហាវពេកផ្សាយទៅទៀតគេបញ្ជាមេតបធំរបស់គេជូកើដឹកនាំទ័ពអន្ត្រីរបស់ខ្លួនធ្វើការបំពេញនៅអុកឡុកជាដែននៃមហាជើដូចជាតំបន់តុនវ៉ាតំបន់កជើដែលជាតំបន់សំខាន់ដែលក្នុងនោះរួមទាំងតំបន់ហឺស៊ីនិងឡុកអ៊ីវបានប្រកាសភាពអាសន្នគ្រប់កន្លែងkhông thì tôi lên bây giờ chạy lên đừng ơi lên nè dòng chạy chưa đó đồng cho lên luôn bị to luôn bị bứng luôn kháng chứng sai khẳng năng và chỉ phụ thứ nước mà chúng ta mà kiệt hay sai hơi khăn chẳng đi mà cha khơi thả tôi đã bắt tu lệ còn phong tập là một tuần nếu kháng chứng tuần vào ngày bật bài này Lùng to với chồng, để cho ca nói Rika Sống Rika Lúc mấy tọa, con tộc thu lưỡi đất nông con tộc bằng thí thằng pi con nâng con khai được khăn cho cắt chừng không có bông thôi đầm nào bọc kia buồn vàng hay tôi một tiệt bạn giúp hai pi mà có ăn thấy pi con khai được khăn bạch con trong lúc tam bần này vừa đầmná từ kiếp tuần vắng khăn chừng chỉ cướp lại chỉ trong bài kháng chứng một kiếp tuần vàng thì đắng hôm sau tuần vắng kháng chứng cứ trước đây điệp còn tóc bằng ấy lại bằng bàn tiền kiếm mình hiến thôi cao vài lúc đã bị đi lại bà sân chỉ chịu kể trong sầm ăn lưỡi con tóc làm bần nét bỏ kỳ vài lúc cho tuần vắng tăng không chật nục bán đây thả kế đối chưa mình đang luồn sọc trong lệnh nè tới chừng chết thu lệnh kỳ chống thu ấy tệ lúc mấy tóc thu lúc bạn thu tăng vì sắp tới đây tôi dự kiến khi qua khi được tối tế phía trắng vai ta mọc lấy cái đỏ thỏi phim ấy vô cái trong tập phong ta phần nó lúc mình toán có phải hay sao chính mình chỉ kháng thứ bóng tuần vàng đối chất lốc chân chiến giang mình lý dở phong ỉ đóng buồn sọc tới ta mình cho con tóc ăn chung khỉ bạn còn tài lúc mình toán con tốt đây phải chăng đây cho tem bảo mán nó đo trên tập bán bảo sân chung chiến thủ liên quay châu cho tầng muốn hiện ta phụ những cơ thu nhà mày tới kháng thứ bóng tuần vàng miếng con tóc thôi bóng tuần lực tụ bây giờ trong vài lúc cả đòi còn con tay cho con tóc tôi đã miếng bánh hại tiền cháy nữa mình chết bạn mót chọn trốn chân diện này mà đi nghe được ấy này ai sao mới đi chứ giờ đấy dây thế này sao được ấy tôi chỉ sau chân xe kinh tế cứ say mến mình xuống đây chặt đời cam con tiếp đây con bánh lên vào chạm lên ở lên ở chạm lên ở lên con bánh lên ở lên bánh lên
អូលោកជីយើងមានផ្លូវទុនបងទៅតាមផ្លូវកណ្ដាលសម្រាប់ចុះទៅលោកយ៉ាងបាទចេញដំណើរសូមគោរពលោកមេតបប្រមុខមកដល់ហើយសូមគោរពលោកសេនាប្រមុខអស់លោកមេតបសូមរាយការណ៍ជំរាបលោកមេតបប្រមុខច្រកចំយិនត្រូវគេអុកឡុកហើយច្រកចូលចំយិននេះកងទ័ពផ្សេងរបស់ទូលឹកមែនទេមានប្រមាណអ្នកយើងអត់ដឹងថាមិនទាន់ច្បាស់ដល់ឡើយទេទៅពិនិត្យឲ្យច្បាស់ទៅបាទជ័យរៀបបញ្ជាមកកងទ័ពទៅចកចិនយិនទទួលបញ្ជាតើអ្នកណាជាអ្នកអុកឡុកចកចូលគឺជាមនុស្សខាងណាមិនទៅចាំហេតុអីកងទ័ពចាំក៏ចកចូលសោះតែឆ្អឹងលើមីតាប់ធំនេះមិនមែនជាមនុស្សធម្មតាអាចចូលបានទេគឺខ្មោចប្រកាសជាខ្មោចឆាប់មុនក្នុងនាមជាមេតបលោកនិយាយប្រៀបផ្ដាស់យ៉ាងនេះត្រូវមានទោសយ៉ាងណាទីសំទោសលើមីតាប់ធំមានកងទ័ពណានៅរស់ទីពីនៅរួចហើយឃើញអ្នកណាមួយរស់ទីលោកមីតាប់ធំបងប្អូនធ្វើពេលវាកម្មអត់ទៅហើយលោកមីតាប់ធំលោកមីតាប់ធំមានរឿងអីលោកមីតាប់ធំនៅខាងក្រោមសញ្ញាភ្លើងឃើញមនុស្សម្នាក់រស់គេនៅរស់ទេនោះគេនៅខាងនោះមកសែងគេមកនេះលោកមីតាប់ចាប់ប្រាប់យើងមកតើមានរឿងអីកើតឡើងទេបិសាចស្អីបាទគឺបិសាចពួកគេដូចជាពពកក្បាលជីសេមកយ៉ាងលឿនសម្រាប់ចុះមកទីនេះតែមកព្រឹកព្រឹកសោះបងប្អូនយើងត្រូវស្លាប់អស់ដោយសារតែចាំទេគួរឲ្យខ្លាចណាស់ពួកគេសម្លាប់បងប្អូនយើងឲ្យនៅសល់តែឆ្អឹងដោយរបៀបយ៉ាងម៉េចពួកគេប្រើក្បត់កោងជីលើក្នុងសេះរហ័សដូចជាខ្យល់លំពត់បងប្អូនយើងមួយជំរំទៅពីជំរំបងប្អូនក៏ត្រូវគេសម្លាប់នៅសល់តែឆ្អឹងប៉ុណ្ណោះលោកមេតបខ្ញុំបានឃើញច្បាស់ណាស់ឯតាំងស្មារតីឲ្យស្ងប់កុំភ័យខ្លាចអសនណាគឺតែបានច្បាស់តើពួកគេបាននិយាយណែអីខ្លះដែរទេពួកគេនិយាយជាភាសាទូលឹកអីមានគ្នាប្រមាណនេះប្រហែលជា50នាក់មានតែ50នាក់ទេលោកមិនតល់បានឃើញទេពួកគេមិនមែនជាមនុស្សទេគឺបិសាចបានចឹងមិនក៏ឯងនៅរស់តែម្នាក់ឯងក្រោយពីខ្ញុំដុតភ្លើងជាសញ្ញារួចហើយខ្ញុំក៏លុតចូលមកក្រោមពួកវាប្រហែលជាស្មានថាខ្ញុំស្លាប់បាត់ទៅហើយ
តើពួកគេធ្វើដំណើរទៅខាងណារត់ទៅក្នុងវិញនាំពួកគេទៅជាបាត់ទៅបាទតើពួកគេជាមនុស្សខាងណាឬមួយក៏ពិតជាកងទ័ពជាសេះរបស់ទូលឹកហើយកងទ័ពជាសេះរបស់ទូលឹកហេតុអីបានជាសម្លាប់មនុស្សនៅសល់តែឆ្អឹងចឹងហេតុអីបានជាពួកគេចូលទៅក្នុងវិញចេញបញ្ជាឲ្យកងទ័ពផ្លាស់ហោះតាំងពីក្រោយជាបន្ទាន់ដែលខាតកុំឲ្យពួកគេចូលខាងក្នុងតំបន់ទុនវាងគឺកន្លែងនេះហើយព្រះរាជទាយានលបងណាត់សិនលបងបិសិនសុខសប្បាយជាទីសុខសប្បាយទេអ្នកទាំងពីរធ្វើដំណើរពីឆ្ងាយប្រញាប់ទៅទុនវ៉ាងដើម្បីណាត់ជួបខ្ញុំគួរឲ្យត្រេកអរណាស់សូមជឿចុះសូមជឿព្រះរាជទាយានរៀបចំរួចហើយមែនទេយើងបានតំណែងធ្វើលើបានរួចរាល់ហើយជូលូក៏សម្ព័ន្ធ5មុខខុនក៏សម្ព័ន្ធ3កងទ័ពសេះមាន3កងកងទ័ពអន្តរី5កងកងទ័ពផ្លារខិន16កងសរុបទៅ30កងពួកគេទាំងអស់គ្នាចាំស្ដាប់បញ្ជារបស់យើងហើយតើព្រះរាជាជីលីសោយទីបង្គន់យើងនឹងវាយចូលយ៉ាងចាំងសម្រុកចូលមហាជើតែម្ដងប៉ុន្តែរឿងនេះទូបង្គំដឹងព្រះរាជទាយានចង់បញ្ជាក់ពីរឿងអីព្រះរាជទាយានចង់និយាយពីមនុស្សម្នាក់គឺទីយានជាគឺជាមនុស្សដែលយើងភ័យខ្លាចបំផុតតើអស់លោកដឹងទេទូបង្គំក៏យល់ចឹងដែរនេះគឺជារឿងដែលអ្នកទាំងអស់គ្នាបារម្ភហេតុនេះហើយបានជាយើងមកជួបព្រះរាជទាយានចំពោះរឿងនេះនិយាយជាការងាយតែបើធ្វើយ៉ាងម៉េចឲ្យបានសម្រេចទៅទីយានជាតិដូចជាម្ដាយចាច់សោះពីតំបន់អេជើមកដល់ជោជើតាំងពីបិតាយើងមកទូរហូតមកដល់ប្រជាជនរបស់ប្រជាជាលីមកជូតាំងពីជាមុឡាំងរហូតមកដល់សេជីងខ្វាំងរៀបចំផែនការលើកណាក៏ទីយានជាតិធ្វើឲ្យបរាជ័យដែរនោះគឺមកពីពួកគេមិនទាន់ដឹងថាអ្នកណាអាចសម្រាប់ទីយានជាតិបានតើលោកដឹងទេប្រកាសជាដឹងតើអ្នកណាគឺរាជទាយានព្រះរាជទាយានសពថ្ងៃនេះមែនហើយរឿងនេះយើងក៏ដឹងដែរទីយានជាដៃឆ្វេងដៃស្ដាំរបស់ម្ចាស់ស្ត្រីអូជាធានហើយនេះហើយបានជារឿងមកដូចជាភ្នំធ្វើយ៉ាងម៉េចឲ្យសម្រាប់គេបានទៅរឿងក្នុងលោកនេះគ្មានអ្វីជារឿងដាច់ខាតនោះទេបើអញ្ចឹងសូមជិះខ្ញុំមើលទៅលោកដូចជាមានផែនការរួចទៅហើយពិតមែនយើងជាមួយនឹងលបងបៃសានបានរៀបចំផែនការភ្ជាប់គ្នាធ្វើយ៉ាងណាអាចចាត់ការទាំងព្រះរាជទាយានជីលីងហើយនឹងអាចធ្វើឲ្យទីយានជាស្លាប់ទៀតផងល្អណាស់ប្រាប់យើងបងថ្ងៃបុណ្យព្រះជន្មរបស់ព្រះរាជទាយានជីលីក៏ជិតមកដល់ម្ចាស់ស្ត្រីមហាជើបានត្រៀមចំណងដៃរួចទៅហើយរីឯចំណងដៃនេះគឺហាក់ដូចជាត្រៀមសម្រាប់ពួកយើងអញ្ចឹងចំណងដៃអីទេនោះគឺជាកម្ពុជាជាងមាសជាងប្រាក់ជាកម្ពុជាជាងមាសដល់ពូកែចំណាយតែមាសសុទ្ធតែ 9000 តម្លឹងបងពេជ្ររាប់សិបនាលចានមាសធំជាពិសេសគឺរូបចម្លាក់សត្វស្រមោចចានមាសធំឯងពិតមែនហើយអ្វីគឺចាប់ផ្ដើមពីចានមាសដ៏ធំតែម្ដងព្រះរាជទាយានរាជធានីឡក់យ៉ាងរូបចម្លាក់មាសសុទ្ធរបស់រាជវង្សគឺជាកន្លែងដែលគេច្នៃប្រឌិតគ្រឿងប្រាក់គ្រឿងមាសសម្រាប់ម្ចាស់ស្ត្រីនៅក្នុងសំណាក់នេះមានជាងពូកែផ្កាយក្នុងស្រុកក្រៅស្រុកមានពណ៌ស៊ឺតាស៊ឺឡាក់មានជាងច្នៃរាប់រយនាក់សម្រាប់ច្នៃប្រឌិតមាសប្រាក់គ្រប់បែបយ៉ាងនេះគឺជាគ្រឿងចម្លាក់សម្ភារៈប្រើប្រាស់ជាមាសជាប្រាក់តាមនោះមិនត្រឹមតែល្បីល្បាញក្នុងស្រុកក្រៅស្រុកទេហើយមានរបស់ល្អជាច្រើនដែលរក្សាមកទល់សប្តាហ៍នេះទៀតផងសម្ភារៈច្នៃប្រឌិតមាសប្រាក់គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយមន្ត្រីជាន់ខ្ពស់របស់ម្ចាស់ស្ត្រីឈ្មោះសាអឺហានហេតុតែក្នុងសំណាក់ការច្នៃបានរក្សាមាសប្រាក់សុទ្ធចំនួនច្រើនហេតុដូច្នេះហើយកងការពារចំនួន500នាក់ប្រចាំការជានិច្ចសូម្បីតែអ្នកដែលមានឋានៈខ្ពស់យ៉ាងណាក៏ដោយហើយសូម្បីតែអ្នកគ្រប់គ្រងសំណាក់ការច្នៃមាសប្រាក់ឈ្មោះសាអឺហានខ្លួនឯង
ពេលដែលចូលសម្រាប់ឆ្នៃប្រឌិតមាសប្រាក់នេះក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុតដែរ nè bây giờ họ mày chọc lại đã nó là chọc dập nhá nếu khả năng kia chọc bạn on nữa nếu khả năng họ chọc lại nó này một time on tới tới đưa lên dập tới dập dây một khả năng mà khả năng đưa lên lỗ cha sa mau ơi chọc lại dập dây đúng rồi đâu con luôn chả tới còn to càng nhiều chợ bạn លោកម្ចាស់ យ៉ាងមិនទៅហើយ លោកជាតាំងពីថ្ងៃត្រង់ម្សិលមិញរហូតដល់ព្រឹកនេះមានសុទ្ធ 9000 ដំឡើងបានរំលាយទៅជាទឹកអស់ទៅហើយរយៈពេល 7 យមកន្លះទៀតយើងនឹងចាក់ចូលទៅក្នុងពុំរួចហើយវានឹងកប់ទៅជាដុំពុំស្ពាន់ក៏បានធ្វើរួចហើយដែរចាំតែលោកម្ចាស់មកដល់យើងនឹងចាប់បានធ្វើតែម្ដង ប្រសើរណាស់អ្នកទាំងអស់គ្នាហត់ពេកហើយ តាមពិតនេះជាទូនាទីរបស់ពួកខ្ញុំទាំងអស់គ្នាទេអរគុណលោកម្ចាស់ហើយ ថ្ងៃនេះពុំដែលយើងត្រូវការចាក់នោះគឺសម្រាប់ប្រើក្រដាសពណ៌សក្បាច់ផ្កាមានពណ៌គ្រប់ចម្រុះនេះសុទ្ធតែជាកំណត់ដោយម្ចាស់ស្ត្រីត្រូវពិនិត្យដោយផ្ទាល់មិនអាចប្រហែលបានដូច្នេះអស់លោកត្រូវតែប្រឹងប្រែងឲ្យមែនទែនកុំឲ្យមានការប្រហែលឲ្យសោះ ក្រុមជា ចាប់បាន ពីនេះកម្ដៅ លោកម្ចាស់ក្តៅខ្លាំងដល់ហើយត្រូវការរងចាំនាទី រងចាំមិនបានទេ លោកម្ចាស់មកក្តៅទឹកនៅក្តៅបើសិនក្តៅពេកនៅមានការខ្វះខាតបន្តិចបន្តួចទឹកមាននឹងចេះចេញមកក្រៅនោះប្រកាសជាមានគ្រោះថ្នាក់ លើកទី1ទម្លាក់ពីទឹក លោកម្ចាស់ទុំនេះធំពេកទឹកមាននឹងចេះចេញមកហើយ បន្ទាប់មកគឺ3ទឹក លោកម្ចាស់ទុំធំពេកកុំចាក់ចេញមកអី ទំហំឡើងទៅ5ទឹក ជំនាញរបស់លោកម្ចាស់គ្មានអ្នកអាចប្រៀបបានទេទឹកនេះចំនួន 9000 ដំណឹងមួយដំណឹងក៏មិនហ៊ានចេញមកដែរហើយនេះហើយម្ចាស់ស្ត្រីប្រទានក៏គូគ្រូឲ្យទៅលោកម្ចាស់ អ
តើផែនការរបស់យើងលោករៀបចំយ៉ាងម៉េចទៅហើយ10ថ្ងៃក្រោយទៅសំណាក់ឆ្នៃនេះល្អសិតបើដឹងខ្លួនបកគោប្រាក់តែប្រហែលនេះមកយើងមកបើមិនចឹងនេះយើងសម្រាប់ចោលទៅយើងសូមគោរពលោកម្ចាស់លោកហើយនេះបងជាទូស្គាល់ខ្ញុំទើបតែទទួលពាក្យបណ្ដឹងពីអ្នកភូមិនៅខាងត្បូងផ្សារយប់មិញនេះមានឃាតកម្មកើតឡើងនៅតាមផ្លូវតូចអ្នកជិតខាងនៅកន្លែងកាត់ហេតុបាននិយាយថាមានអ្នករងគ្រោះ3នាក់នៅលើខ្លួនសាកសពនៅសល់តែឆ្អឹងតែប៉ុណ្ណោះមានរឿងបែបនេះផងបាទខ្ញុំដូចជាឆ្ងល់ចំពោះរឿងនេះដូច្នេះទើបខ្ញុំរៀបការជូនលោកម្ចាស់ជិះដំណើរទៅផ្សារខាងត្បូងបាទអូអ៊ីទើគួរតែស្លាប់មែនសូមម្ចាស់ស្ត្រីកុំខ្យល់អីម្ចាស់ស្ត្រីរឿងករណីកើតឡើងនៅក្នុងឃ្លាំងអាវុធនៅហឺស៊ីបានសារជ្រាបដឹងច្បាស់ទៅហើយព្រះអង្គម្ចាស់អ៊ូអ៊ីលទើនឹងបានធ្វើខុសនឹងច្បាប់ហាមឃាត់របស់រាជការជាមួយនឹងបងប្អូនជីដូនមួយដែលនៅទីចាត់ការឃ្លាំងអាវុធចៅយ៉ងលួចលាក់អាវុធដើម្បីផលប្រយោជន៍ខ្លួនឯងតែចំពោះមុខយើងមិនទាន់ប្រមូលផុសតាំងគ្រប់គ្រាន់នៅឡើយហេតុនេះសូមកុំឲ្យផ្អើលទៅដល់ព្រះអង្គម្ចាស់នៅក្រោយពេលដែលប្រមូលផុសតាំងគ្រប់គ្រាន់ហើយសូមកាត់ទោសតាមច្បាប់ក្រាបទូលបានហើយរឿងនេះទុកឲ្យលោកជាអ្នកចាត់ការតែក្នុងចុះក្រាបទូលទីយិនជីក្រាបទូលថ្មីនេះលោកវិតបធំការពារទុនវាងឈ្មោះវាងសៀវជាបានផ្ញើសារជាច្រើនលើកហៅថាកងទ័ពជាសេះរបស់ធូលឹងធ្វើការអុកលុកព្រំដែនសម្រាប់ឆក់ប្លន់ដុតបំផ្លាញយ៉ាងសាហាវនេះជារឿងមួយគួរឲ្យយើងបារម្ភខ្លាំងណាស់អូទូលបង្គំបានមើលឯកសាររួចទៅហើយម្ចាស់ស្ត្រីនេះប្រហែលជាពួកគេចូលចិត្តបង្ករឿងបង្កសង្គ្រាមនៅក្នុងនគរធូលីគឺជាអ្នកធ្វើសកម្មភាពតាមម្ចាស់ស្ត្រីចាំបានទេកាលពីប្រហែលឆ្នាំមុននៅអ៊ីជើនឹងបពុះរបស់គេជីងមុខឡាននឹងបានធ្វើកត់ត្រាព្រះរាជារបស់គេជីលីជាអ្នកទីបញ្ជាគឺមនុស្សនៅក្នុងរាជវង្សនឹងឈ្មោះម៉ូតូនៅចាំច្បាស់ណាស់គេគឺជាពូរបស់ព្រះរាជាជីលីកាលនោះគេត្រូវទទួលទោសប្រហារជីវិតហើយមែនទេឥឡូវនេះកូនប្រុសរបស់គេព្រះរាជាធ្វើលោកបានទទួលការគ្រប់គ្រងពីគូសម្ព័ន្ធបង្កសង្គ្រាមជាច្រើននៅក្នុងនគរធូលីធ្វើការប្រឆាំងជាមួយនឹងព្រះរាជាជីលីយ៉ាងខ្លាំងអូមានរឿងបែបនេះផងតែសំណាងល្អកងទ័ពស្រីដែលគេហៅថាកងទ័ពខ្លាំងរបស់ធូលីកងទ័ពព្រះរាជាជីលីនឹងធ្វើឲ្យបពុះហ៊ូលីនឹងមិនអាចធ្វើអីតាមពើចិត្តអេទីយិនជាហេតុអីបានជាលោកដឹងរឿងទាំងនេះក្រាបទូលសូមព្រះរាជាទានទូលផងទូលបង្គំតែតែមានសម្បត្តិសងស្នងជាមួយនឹងព្រះរាជាជីលីមិនអីទេយើងក៏ដឹងដែរលោកធ្វើនេះក៏ដើម្បីរាជការដែរអរព្រះគុណម្ចាស់ស្ត្រីទីយិនជាយើងអង្គុយចុះនិយាយគ្នាទៅក្រាបទូលអង្គុយទៅអរព្រះគុណសភាពការនៅចំពោះមុខគឺវាយឬចរចាតាមយោបល់របស់លោកគួរតែដោះស្រាយយ៉ាងណាការធ្វើសឹកឆ្ងាយយ៉ាងនេះមិនមែនជារឿងល្អម្យ៉ាងទៀតបង្កសង្គ្រាមត្រូវចំណាយច្រើនការដឹកជញ្ជូនក៏មានការលំបាកនោះប្រកាសជាធ្វើឲ្យរាជការមានការខាតបង់ណាមួយគឺគ្រោះធម្មជាតិកើតឡើងទៀតផងនោះប្រកាសជាធ្វើឲ្យប្រជារាស្ត្រនៅមិនបានសុខហើយនេះតាមទូលបង្គំយល់គួរតែចរចាគ្នាមិនខុសពីយើងគិតមែនទីយិនជាថ្ងៃ19 ពីខែក្រោយគឺជាថ្ងៃបុណ្យប្រជញ្ញរបស់ព្រះរាជាជីលី
យើងធ្វើតាមអតីតព្រះរាជារបស់យើងនឹងជ្រើសរើសបុត្រីក្នុងរាជវង្សដើម្បីប្រទានទៅព្រះរាជាជាលីជាមហេសីហើយព្រមទាំងឲ្យកងការពារបញ្ជូនពនាងទៅកាន់ទៅលើទី1គឺជូនពរអភិសេកទី2ដើម្បីសម្រុះសម្រួលក្នុងនាមជាបងប្អូនដល់នឹងគ្នាឲ្យនគរទាំងពីររាប់អានគ្នាឲ្យបានល្អ ម្ចាស់ស្ត្រីមានបញ្ញាជ្រាលវៃទូលបង្គំពុតជាត្រេកអរណាស់អស់តែរៀបអបិស័យបានសម្រេចមហាជើជាមួយនឹងធូលឹកនឹងខ្លាចទៅជាតំណងនឹងគ្នារីឯរាជវង្សដែលចូលចិត្តបង្កសង្គ្រាមហើយចង់វាយនោះក៏ហាមាត់ក៏វាយមិនកើតដែរ ប្រហែលថ្ងៃមុនយើងបានបញ្ជាទៅសំណាក់ចាត់ការផ្សព្វផ្សាយដំណឹងទៅមនុស្សក្នុងរាជវង្សតើអ្នកណាស្ម័គ្រចិត្តឲ្យកូនស្រីរៀបការដើម្បីជី ក្រាបទូលការធ្វើដំណើរទៅធូលឹកណាមួយឆ្ងាយហើយលំបាកមានគ្រោះថ្នាក់ច្រើនការងារការពារព្រះនាងមានសារៈសំខាន់ណាស់ម្ល៉េះហើយបររលោកវិភារកិច្ចនេះត្រូវតែជ្រើសរើសឲ្យបានច្បាស់លាស់ ពិតមែនយើងកំពុងតែគិតពីរឿងនេះទីយិនជីតើលោកមានមនុស្សណាស័ក្តិសមនឹងកិច្ចការនេះណែនាំឲ្យយើងស្គាល់បានទេ ទូលបង្គំនឹកឃើញដល់មនុស្សម្នាក់ អូអ្នកណា ម្នាក់នេះថាឆ្ងាយមិនឆ្ងាយការពិតនៅចិត្តនោះគឺជាសេនាប្រមុខលីយិនហ្វាំងគេជាភាសាធូលីហើយធ្លាប់រាប់អានព្រះរាជាជីលីសំខាន់គឺស្គាល់កិច្ចការនៅតាមព្រំដែនហើយមានវិជ្ជាគុណល្អស័ក្តិសមនឹងទទួលកិច្ចការនេះ យើងស្ទើរតែភ្លេចម្នាក់នេះបាត់ទៅហើយ មន្ត្រីកាត់ក្តីចិនថៃធ្លាប់ជាអ្នកកាត់ក្តីនៅលៀងជើងណាមួយគេស្គាល់ពីភូមិសាស្ត្រនៅកិច្ចការនៅតំបន់ធូលីគេក៏អាចជួយដល់លីយិនហ្វាំងបាន ប្រសើរណាស់ចាំឲ្យយើងគិតឲ្យបានច្បាស់សិន ក្រាបទូលនិយាយពីថ្ងៃបុណ្យប្រជជនមួយខែក្រោយក៏ជាថ្ងៃបុណ្យចម្រើនប្រជជនរបស់ម្ចាស់ស្ត្រីដែរ ទីយិនជីលោកដឹកនាំមន្ត្រីការងារច្រើនយ៉ាងនេះហើយវិនិច្ឆ័យករណីក៏ច្រើនលោកមិនត្រឹមតែមើលការខុសត្រូវខាងក្នុងទេថែមទាំងមានខាងក្រៅទៀតផងគុណសម្បត្តិធំធេងណាស់ ជាទូនីតិរបស់ទូលបង្គំម្ចាស់ស្ត្រីគុំសរសើរទូលបង្គំអី ថ្ងៃបុណ្យប្រជជនខាងឆ្វេងគឺព្រះរាជទាយាជាអ្នកដំមុខខាងស្ដាំគឺលោកជាអ្នកតំណាង សូមអរព្រគុណលោកគ្រូជាថៃមិនបានជាលោកនៅទីនេះខ្ញុំចាំលោកគ្រូចាំខ្ញុំហ៎ គ្រាន់តែមើលមុខដឹងថាលោកប្រកាសជាមានបញ្ហាស្មុគស្មាញកើតឡើងទៀតហើយមែនទេលោកគ្រូគឺជាអ្នកទូទីទេវតាពិតជាមិនខុសមែនលោកគ្រូស្មានមិនខុសទេការប្រយុទ្ធមិញនេះនៅខាងត្បូងផ្សារនោះគឺមានកិច្ចកម្មកើតឡើងយ៉ាងចម្លែកជុំលោកគ្រូទាំង3នោះត្រូវកំបិតយ៉ាងរហ័សសម្រាប់ដោយសារតែចិត្តប៉ុណ្ណោះអូសម្រាប់ដោយសារតែចិត្តណាពិតមែនហើយខ្ញុំដឹកនាំមេតបនិងអ្នកកាន់ច្បាប់ទៅដល់កន្លែងកាត់ហេតុតែម្ដងទីនោះមានកំបិតកង់ទាំង3នៅជុំវិញទីនោះប្រឡាក់សុទ្ធតែឈាមហើយចិញ្ចាំងនោះជាប់នឹងខ្សាច់គួរឲ្យញញឹមណាស់ក្រៅពីនោះគ្មានអ្វីគួរឲ្យស្អាតស្អាតខ្ញុំមិនដឹងថាគួរដោះស្រាយយ៉ាងណាទេហើយនេះបានជាខ្ញុំនៅទីនេះរងចាំលោកគ្រូសូមលោកគ្រូមេត្តាទ្រង់លំបានតិចទៅយកល្អនោះដំណើរជាមួយខ្ញុំទៅមើលកន្លែងកាត់ហេតុតែយ៉ាងមិនដែរអូ ក្នុងនាមយើងកាន់កាប់នៅលោកយ៉ាងមិនទិនទៅជាចវាយនេះរបស់លោកហើយក៏ជាមន្ត្រីមូលដ្ឋានរបស់ជារាជនៅទីតាំងរបស់ខ្លួនរឿងអីថាយើងមិនទៅអូនលោកទៅប្រាប់គេថាឲ្យប្រាប់លីជើងហ្វាំងនឹងឲ្យទៅកន្លែងកាត់ហេតុផងអូខ្ញុំឲ្យគេទៅបាត់ហើយមើលទៅលីជើងហ្វាំងប្រហែលជាទៅដល់កន្លែងកាត់ហេតុហើយអូល្អគិតមុនខ្ញុំទៅទៀតណោះតោះទៅយើងបានអីគាត់ខំមកសតឆ្អឹងហើយមកលេចគាត់មកធ្វើឃើញសតឆ្អឹងចឹងមិនដែរឃើញទេមួយអត់ចាហើយបែបវាវិចារណ៍ដល់សតឆ្អឹងគេបិទធៀបបិទអូចចិត្តដល់គាត់ខ្លាំងនឹងហើយអីគេកុំជិះរបស់ធ្វើជឹកយើងចង់យ៉ាងទាវអ្នកទាវមានសាច់មនុស្សចិត្តកាត់ទេគាត់ជាហើយមិនហើយវិញណាពួកឲ្យស្លាប់ណាក៏សម្លាប់យ៉ាងនេះត្រូវហើយរបស់ឯងនឹងជាមានរឿងអីទេគាត់ខ្វាច់ចង់សតឆ្អឹងចិត្តចាំមើលគេគិតចាំមើលដែលមាននេះណាសុខចេះផ្លូវទៅពីម្ដងអីមែនជាផ្លូវបាត់លឹមចាអូឃើញទេគេពិតជាមកមែនយល់ប៉ុណ្ណាខ្ញុំមិននឹកស្មានថាលោកមកលឿនយ៉ាងនេះសោះការពិតលោកម្ចាស់កាត់ក្តីជាអ្នកហៅខ្ញុំបាត់មកមានរឿងអីដែលថាខ្ញុំមិនមកនោះអូបានហើយខ្ញុំនាងជាមហាសេនាប្រចាំរាជវាំងដោយលោកមានតបនេះយ៉ាងចឹងឲ្យខ្ញុំទៅហៅគាត់មកខ្ញុំដូចជាហួសពីទូនីតិរបស់ខ្ញុំពេកយល់ប៉ុណ្ណាយ៉ាងមិនដែរsaoជ្រឿគេអីខ្លះលឹមចាមើលចុះកាបិតនេះមិនទាន់តែបើកបុកស្រួលផងខ្ញុំក៏បាត់នៅរឿងដល់ហើយមែនទេកំបិតទាំង3មិនទាន់បើកមុខហើយគួរឆ្ងល់ណាស់តាមមើលសភាពកន្លែងកើតហេតុ
ជនរងគ្រោះទាំង3នោះពិតជាត្រូវគេសម្លាប់រួចហើយនៅសល់តែឆ្អឹងប៉ុណ្ណោះ លោកម្ចាស់ខ្ញុំក៏យល់ចឹងដែរមិនត្រឹមតែប៉ុណ្្នឹងទេសាច់នៃឈាមដែលជាប់នៅជញ្ជាំងព្រមទាំងស្នាមកបិតដែលនៅលើសាកសពអាចសន្និដ្ឋានថាឃាតករដែលសម្លាប់មនុស្សមិនមែនក្រោយពីសម្លាប់ជាសាច់ដោយសល់តែឆ្អឹងទេគឺគេសម្លាប់ពេលមនុស្សនៅរស់រហូតសល់តែឆ្អឹងតែម្ដង ថាម៉េចសម្រាប់មនុស្សទៅរស់នៅសល់តែឆ្អឹងរឿងនេះមិនគួរយ៉ាងនេះសោះមនុស្សជាកំណើតមិនងាប់នៅស្ងៀមមកកន្លែងទេឲ្យគេជាសាច់តាមចិត្តឯណាជានេះទៅទៀតទោះបីជាធ្វើមនុស្សស្លាប់ទៅកម្រិតមិនខាត់ក៏ដោយមានគេតកជាសាច់យ៉ាងណាក៏ដោយធ្វើយ៉ាងណាក៏ដោយក៏មិនអាចជាសាច់អស់ពីឆ្អឹងដែរនៅសល់តែឆ្អឹងមិនឃើញសាច់តើត្រូវការកំបិតរបៀបណាហើយត្រូវការលឹកបឿននឹងកម្លាំងប៉ុណ្ណាទេលោកគ្រូមើលទៅមិនមែនជាមនុស្សលោកធម្មតាអាចធ្វើបាននោះទេ អេងហុងយើងផងនិយាយត្រូវមែនយើងអាចសន្និដ្ឋានថាគេទៅកនៅក្នុងពេលដែលធ្វើសកម្មភាពនោះយ៉ាងរហ័សបំផុតធ្វើឲ្យអ្នករងគ្រោះនោះនៅសល់តែឆ្អឹងប៉ុណ្ណោះគឺពិតជានេះអញ្ចឹងមែនទេតាមយើងស្មានរឿងនេះគឺអញ្ចឹងនៅក្នុងព្រឹករៀបភ្លាមគេទៅកដើរចូលទៅក្នុងផ្លូវនេះហើយក៏ស្រាប់តែជួបនឹងចោរប្លង់ដែលមានកំបិតទាំង3នាក់រឿងនេះយើងអាចឃើញកំបិតទាំង3ដែលមិនទាន់បើកមុខនេះអាចបញ្ជាក់យ៉ាងច្បាស់លាស់លោកគ្រូចង់និយាយថាឆ្អឹងសាកសពទឹក3នាក់នេះគឺជាចោរប្លន់ដែលមានកំបិតនៅក្នុងដៃឯងមែនហើយក៏ប៉ុន្តែលោកគ្រូកំបិតទាំង3នេះមិនទាន់តែបើកមុខធ្វើយ៉ាងណាដែលអាចបញ្ជាក់ការពិតបានមែនហើយលោកម្ចាស់ខ្ញុំមិនយល់សោះតាមពិតជាការស្រួលយល់ណាស់អ្នកទាំងអស់គ្នាអាចយល់យ៉ាងច្បាស់គ្រាន់តែនៅក្នុងចិត្តអ្នកទាំងពីរមានការអាណិតអាសូរដល់អ្នករងគ្រោះគ្រាន់តែមើលឃើញមានមនុស្សស្លាប់ទាំង3នាក់ក៏នឹកឃើញថានេះគឺជាជនរងគ្រោះទៅហើយពិតមែនទេថាអញ្ចឹងក៏បានឥឡូវជួយទៅចុះយើងយើងមានសំណួរមួយចង់សួរលោកបើសិនជាលោកវិញយកកំបិតមួយដែលមិនទាន់បើកមុខចុងកំបិតនោះក៏រើហើយយកកណ្ដាលអត្រេននោះរត់ទៅតាមផ្លូវតើលោកចង់ធ្វើអីខ្លះយកកំបិតរើដើរតាមផ្លូវដាច់ខាតមិនមែនសម្រាប់មនុស្សទេគេប្រហែលជាអ្នកលក់កំបិតធម្មតាយកកណ្ដាលអត្រេនមកលក់កំបិតពិតជាយកជ្រៅមែនលោកម្ចាស់និយាយត្រូវគេតែ3នាក់យកកំបិតដែលមិនទាន់បើកមុខចុងកំបិតនៅរើនោះព្រោះតែចង់គម្រាមកំហែងអ្នកធ្វើដំណើរពេលយកឆក់ប្លន់ដោយប្រាក់ប៉ុណ្ណោះតែមិននឹកស្មានថាពួកគេបានជួបអ្នកខាងពូកែនៅពេលដែលគេឡំពាត់មុខសញ្ញានេះអ្នកដែលត្រូវគេឡំពាត់នោះក៏ត្រូវដកកំបិតនៅក្នុងខ្លួនរបស់គេនោះសម្រាប់ចោលប្លន់តែ3ក្នុងមួយទៅប្រព្រឹត្តព្រៃសោះក៏នៅសល់តែឆ្អឹងចង់នេះយើងពិនិត្យឃើញនៅលើដីនៅលើជញ្ជាំងនោះប្រឡាក់សុទ្ធតែឈាមហើយនឹងសាច់បើសិនជាគេទៅខុសសម្រាប់មនុស្សរួចហើយសូមជាសាច់ចេញពីឆ្អឹងហើយនៅលើជញ្ជាំងនោះក៏មិនប្រឡាក់ឈាមជាប់នឹងសាច់ជាការតំត្រូវក៏ប៉ុន្តែលោកគ្រូខ្ញុំមិនជឿថានៅក្នុងលោកនេះមានមនុស្សដែលពូកែយ៉ាងនេះទេលោកម្ចាស់ចិននិយាយនេះត្រឹមត្រូវណាស់ស្នៀតកំបិតរបស់ឃាតករស្ទាប់ហើយមានកម្លាំងខ្លាំងៗទៀតល្បឿនលឿនណាស់ក្នុងមួយជីវិតនេះខ្ញុំមិនអាចជួបទេតើមនុស្សនេះជាមនុស្សប្រភេទណាទៅលោកម្ចាស់មានរឿងមួយយើងអាចសន្និដ្ឋានថាជនអាថ៌កំបាំងមិនមែនជាមនុស្សនៅភូមិភាគកណ្ដាលទេជាការពិតណាវិជាគុណភូមិភាគកណ្ដាលពួកគេទាមទាររហ័សហើយខ្លាំងលូតលាស់ខ្ចីកម្លាំងប្រែកម្លាំងកម្រណាស់ដែលមនុស្សប្រែកម្លាំងកាយដល់ខ្លួនឯងហើយល្បឿនរហ័សយ៉ាងនេះហើយកាចសាហាវយ៉ាងនេះទៀតផងអំបល់មួយនៅក្រុមឆ្អឹងសពយើងបានឃើញរបស់នេះមួយនេះជារបស់អ្នកជំនាញនៅក្នុងបោះស្រីដែលធ្លាប់ប្រើមែនហើយក៏បងប្អូននេះអ្នកជំនាញក្រោយពេលដែលសម្ដែងច្រៀងហើយក៏យកទៅឲ្យភ្ញៀវបើសិនជាភ្ញៀវត្រូវការឬក៏ស្ដាប់ចម្រៀងរឿងមួយក៏រំគេនឹងបោះកាបូបទៅវិញបើសិនជាមិនត្រូវការទេស្បង់កាបូបនេះនឹងដាក់នៅលើតុតែម្ដងហើយអ្នកបំរើក៏ទទួលយកទៅវិញពិតមែនហើយកូនស្បង់តូចមួយហេតុអីក៏ជួលនៅតាមផ្លូវម្យ៉ាងទៀតគឺនៅtrongកន្លែងកាត់ហើយអំបល់មិញខ្ញុំបានពិនិត្យរួចហើយនេះគឺជាកូនស្បង់ដ៏ថ្មីមួយតាមការស្មានរបស់ខ្ញុំកូនស្បង់នេះគឺជារបស់ជនអាថ៌កំបាំងនោះបើសិនជាការស្មាននេះត្រឹមត្រូវនោះបានន័យថាឃាតករនោះប្រកាសជាភឹកស្រានៅបនស្រីនេះហើយក៏ឆ្លងកាត់នៅទីនេះហើយក៏ជួបប្រទះនឹងចាប់ប្លន់តែម្ដងពិតមែនហើយមើលចុះនៅលើកូនស្បង់នេះមានសរសេរអក្សរអ៊ីហុងចិនថៃលោកទៅពិនិត្យខាងត្បូងស្រាបហើយតាមមើលស្រីដែលមានឈ្មោះអ៊ីហុងនេះមកសួរចម្លើយភ្លាមបាទលោកម្ចាស់អ្នកទាំងអស់គ្នាឈ្មោះអ៊ីហុងហើយជំរាបលោកម្ចាស់ពិតមែនហើយកុំភ័យកុំខ្លាចអីយើងហៅអ្នកទាំងអស់គ្នាមកនេះ
ក៏ព្រោះតែមានកិច្ចការខ្លះចង់សួរអ្នកទាំងអស់គ្នាសួរដល់អ្នកណាអ្នកនោះត្រូវតែឆ្លើយការពិត ចា ក្នុងនាមមានកូនស្បោងមួយពួកនាងមើលជាកូនស្បោងរបស់អ្នកណាណា ជំរាបលោកម្ចាស់នេះជារបស់ខ្ញុំ នាងជាអ្នកសម្ដែងនៅក្នុងហាងណា ខ្ញុំជាអ្នករាំរបាំនៅក្នុងហាងសៀងប៉ា នាងដែលជាម្ចាស់ស្បោងនៅទីនេះហើយក្រោយពីនឹងទៅវិញក្នុងម្នាក់ជួនប្រាប់ពីចង្កោម បងលោកម្ចាស់ឆាប់តាមខ្ញុំ ចា ហេតុអីបានជានាងធ្វើឲ្យជួកូនស្បោងនាង ជំរាបលោកម្ចាស់ការពីយកមិញនៅក្នុងសំណាក់នេះពីរបានទទួលភ្ញៀវ3នាក់គេបានចុចឈ្មោះខ្ញុំទៅសម្ដែង ភ្ញៀវនោះចាប់បានស្បោកហើយក៏ដាក់ចូលចង្កេះគាត់ហើយគាត់អត់បាននៅខ្ញុំវិញទេ ភ្ញៀវនោះមានរូបរាងយ៉ាងណា គាត់ស្លៀកពាក់ខ្មៅជិតជាតាស៊ឺមុខជ្រុងចិញ្ចើមក្រាស់ មានតែគេម្នាក់ឯងទេ អត់ទេមានគ្នាពីរនាក់ពីរនាក់ទៀតនោះនៅក្នុងបន្ទប់ពិភាក្សាគ្នាប៉ុន្តែមិនដែរចេញមកទេ អបអរមិញនាងបាននិយាយថាភ្ញៀវនោះពាក់អាវពណ៌ខ្មៅជារបៀបជនជាតិតាស៊ឺ មែនហើយ នោះបានន័យថាម្នាក់នេះមិនមែនជាមនុស្សពងភាកណ្ដាលទេ មិនមែនទេអ្វីដែលពួកគាត់និយាយខ្ញុំស្ដាប់មិនយល់ទេ គឺនិយាយថាមិនខ្លះ បាត់ទីមួយរងចាំខ្ញុំក៏បងស្បោងឯគាត់ក៏ដាក់ចូលចង្កេះទៅខ្ញុំស្មានតែគាត់មិនត្រូវការជ្រៀងនឹងរងខ្ញុំក៏នាំគ្នាថយចេញពេលនោះគាត់ស្រាប់តែនិយាយមួយម៉ាត់ទេតែពួកខ្ញុំមិនយល់តែសំណាងល្អពេលនោះមានអ្នកលេងភ្លេងមកពីតង់វ៉ាគាត់បានប្រាប់ថាភ្ញៀវត្រូវការឲ្យពួកយើងសម្ដែងតទៅទៀត ប៉ូលីទូ គាត់ឲ្យនាងទាំងអស់គ្នានឹងរងជើងតទៅទៀតអ្នកលេងភ្លេងទុនវាងគេស្ដាប់បានភាសារបស់គេ មែនហើយ នាងទៅហៅអ្នកលេងភ្លេងមក ចា សូមគោរពលោកម្ចាស់ ក្រាបឡើងសិនមក អរគុណលោកម្ចាស់ ពីហងជាអ្នកនិយាយការពីយកមិញនៅក្នុងបន្ទប់ទទួលភ្ញៀវមាននិយាយភាសាផ្សេងតើឯងស្ដាប់យល់មែនឬក៏មិនមែន បាទកាលពីម្សិលមិញនិយាយពីការសាធុលេ គេនិយាយភាសាធូរនឹង បានលោកម្ចាស់ភ្ញៀវនិយាយថាអាប៉ូលីជាភាសាធុលេបានន័យថាបន្តទៅទៀត ភ្ញៀវទាំង3នាក់គេមកដល់ពីថ្មបានហើយចាក់ទៅវិញពីពេលណា ប្រហែលជាក្រោយប្រឡប់បាត់បង់យកបណ្ដាត្រៀតចាក់ចេញ បានហើយពួកឯងទៅវិញចុះ បាទ ចា លោកម្ចាស់បើស្មានតែជនអាត់កបាំងនេះជាជនជាតិធូលិនសោះ ចិនថៃឥឡូវនេះបញ្ជាមនុស្សទាំងប្រមាណនៅក្នុងសាលាក្តីហើយឆែកឆេរពីនៅក្នុងផ្ទះសំណាក់ទាំងមូលធ្វើយ៉ាងណារកជនជាតិធូលិនដូចចម្លែកនេះឲ្យឃើញ បាទ ធូលិនធូលិន
ជឿនហ្វាំង លោកម្ចាស់ការពិតមិនចង់រំខានលោកម្ចាស់ទេប៉ុន្តែនៅតែរំខានលោកម្ចាស់លោកកំពុងតែគិតរឿងឃាតកម្មនៅតាមផ្លូវលីធាវនោះមែនទេ មែនហើយមិនដឹងជាហេតុអីរឿងងាកជាទៅធ្វើឲ្យយើងមិននឹងនោះឲ្យបារម្ភចំពោះរឿងកន្លែងនេះវាមានការស្មុគស្មាញក៏ប៉ុន្តែវាមានការពាក់ព័ន្ធនៅពីក្រោយវិញគួរឲ្យឆ្ងល់មែនឥឡូវនេះនៅក្នុងនគរធូលឹកបុត្រារបស់ព្រះអង្គម្ចាស់ម៉ូតូឈ្មោះហ៊ូលូជាមេបង្កសង្គ្រាមដូចជាមានព្រៀបទៅលើអ្នកផ្សេងគេបាននាំទោសមកអុកឡុកឆក់ប្លន់ដុតផ្ទះសម្បែងនៅតាមជ័យដែនជាច្រើនស្រុកសភាពការនៅព្រំដែនពេលនេះពិតជាតឹងតែងខ្លាំងណាស់បើអញ្ចឹងបរិជាជាលីយល់យ៉ាងម៉េចដែរ នគរធូលូមិនដូចជាមហាជើយើងមហាជើនឹងបានគ្រប់គ្រងទឹកដីឯកភាពត្រឹមត្រូវទីណាក៏ជាទឹកដីរបស់មហាជើមន្ត្រីកាន់កាប់នីមួយៗនឹងក៏ត្រូវស្ដាប់បញ្ជារបស់រាជការក៏ប៉ុន្តែនគរធូលូគឺមានគោលសម្ព័ន្ធជាច្រើននិងជនជាតិភាគតិចជាច្រើនប្រមូលផ្ដុំគ្នានោះមានគោលសម្ព័ន្ធ5នៃជូលុកនិងគោលសម្ព័ន្ធ5ទៀតរបស់ជនជាតិនូជីជាមូលដ្ឋានដែលហៅថាគោលសម្ព័ន្ធ10នៃនគរធូលូក្នុងគោលសម្ព័ន្ធនីមួយៗគឺមានមេដឹកនាំជាន់ខ្ពស់របស់ខ្លួនគោលសម្ព័ន្ធជូលុកគេហៅថាមេគោលសម្ព័ន្ធរបស់នូជីគេហៅថាម្ចាស់គោលសម្ព័ន្ធបានន័យថាមេគោលសម្ព័ន្ធនិងម្ចាស់គោលសម្ព័ន្ធគឺជាគោលសម្ព័ន្ធទាំង10ដែលមានឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុងនគរធូលុកចំពោះមុខគោលសម្ព័ន្ធទាំង10មានពាក្យកណ្ដាលឡើងទៅលើគឺគ្រប់គ្រងហឺលូជាព្រះរាជាជាលីបង្ក្រាបក៏ដោយក៏មិនអាចហួសហេតុពេកដែរជាការពិតណាស់នគរធូលឹកគឺគ្រប់គ្រងដោយកូនចៅចំនួនក្រោយរបស់ថងយេពូហើយមិនដែលឃើញមានបរិជាណាខ្លះជានេះទេអ្វីត្បិតថាបរិជាជាលីចង់សម្ព័ន្ធមិត្តជាមួយមហាចារ្យប៉ុន្តែសភាពទុនខ្សោយណាស់ភាគច្រើនគឺកូនសម្ព័ន្ធចង់បង្កសង្គ្រាមតែម្ដងពិតមែនណែអង្គុយចូលមកនិយាយគ្នាសិនលោកគិតទៅមើលទីនេះមានព្រំដែនតឹងតែងច្រកចេញចូលទៅបិទអ្នករកស៊ីដូចជាជនជាតិធូលូនេះហើយក៏បានទទួលបញ្ជាឲ្យត្រឡប់ទៅវិញដែររីឯកម្ពុជាធ្វើដោយជនជាតិធូលូពូពេញទៅដោយអាកំបាំងនោះស្រាប់តែនៅឡកយ៉ាងទៅវិញម្យ៉ាងទៀតគេបានតែងខ្លួនជាជនជាតិតាស៊ឺទៀតរឿងដែលយើងបារម្ភមិនមែនជាកម្ពុជាធ្វើដោយរបស់ជនជាតិធូលូទេសំខាន់គឺមនុស្ស2នាក់ដែលលាក់ខ្លួននៅក្នុងបន្ទប់សិក្សាសម្ងាត់តាមការរៀបរាប់របស់អ៊ីហុងយើងស្ដាប់យល់ថាកម្ពុជាធ្វើដោយធូលូនេះគ្រាន់តែជាអ្នកការពារជនជាតិ2នាក់សិក្សាសម្ងាត់នៅក្នុងបន្ទប់តែប៉ុណ្ណោះពិតមែនទេម្ល៉េះហើយយើងអាចសន្និដ្ឋានថានៅក្នុងចំណោមដែលសិក្សាសម្ងាត់ក្នុងបន្ទប់នោះគឺមានម្នាក់ជាម្ចាស់នៃកម្ពុជាឃាតករនេះជាការពិតណាស់ម្នាក់នេះប្រកាសជាជនជាតិធូលូដែរពិតមែនទេប៉ុន្តែខ្ញុំមិនបានគិតបញ្ហានេះទេគេថាមើលអ្នកបំរើអាចយល់ពីចិត្តម្ចាស់បានលោកគិតទៅមើលអ្នកដែលអាចបញ្ជាកម្ពុជាធ្វើបែបនេះបានមានរឿងអីជាឈ្មោះជនជាតិធូលូធម្មតាបើសិនជាការស្មាននេះជារឿងពិតអញ្ចឹងម្ចាស់កម្ពុជាធ្វើដៃនេះប្រកាសជាមនុស្សនៅក្នុងរាជវង្សធូលឹកមិនខានយល់តាមសភាពនគរទាំងសងខាងកំពុងតែស្ថិតនៅក្នុងសភាពតឹងតែងក្នុងនាមជាមនុស្សរាជវង្សធូលឹកបែរជាធ្វើសកម្មភាពសម្ងាត់នៅក្នុងរាជធានីឡកយ៉ាងតើគួរឆ្ងល់ទេពិតជាគួរឆ្ងល់ក្នុងនេះមានអាថ៌កំបាំងអីហើយហេតុនេះហើយបានជាយើងបញ្ជាឲ្យចិនថៃធ្វើយ៉ាងណាតាមរកជនជាតិធូលូពីអាថ៌កំបាំងនេះឲ្យឃើញអូថ្ងៃនេះនៅក្នុងព្រះរាជវាំងម្ចាស់ស្ត្រីបានរំលឹកដល់ខ្ញុំត្រៀមរៀបអភិសេកឲ្យទៅព្រះនាងជាមួយនឹងព្រះរាជាលីនៅថ្ងៃបុណ្យប្រជជនហេតុនេះទី1ត្រូវការពីព្រះនាងទៅកាន់នគរធូលូទី2គឺថ្វាយប្រពោដល់បុណ្យគោលកំណត់ជីលីហើយរឿងសំខាន់មួយទៀតគឺពង្រឹងការរាប់អាននៃនគរទាំងពីរឲ្យបានល្អយើងបានណែនាំលោកជាមួយនឹងចិនថៃថ្វាយម្ចាស់ស្ត្រីរួចទៅហើយខ្ញុំហ៎លោកនឹងកិច្ចការច្រើននៅធូលូមានការរាប់អានជាមួយនឹងព្រះរាជាជីលីនិងមន្ត្រីជាន់ខ្ពស់វង្សសេជានេះគឺជាការល្អកិច្ចការដ៏សំខាន់នេះបើខ្ញុំមិនបកគលឲ្យលោកឲ្យខ្ញុំបកគលឲ្យអ្នកណាលោកម្ចាស់យល់ថានេះជាកិច្ចការរបស់ជាតិខ្ញុំយល់ថាមិនជារីរែកទេប៉ុន្តែខ្ញុំខ្លាចខ្លួនឯងមានការពិសោធន៍តិចតួចដោះស្រាយការងារមិនបានល្អជួបលោកម្ចាស់មិនចាំបាច់បន្ទាបខ្លួនពេកទេម្ចាស់ស្ត្រីក៏កំពុងតែពិចារណាដែរអូនិយាយអញ្ចឹងលោកសេជានឹងមានទំនាក់ទំនងលោកតាមសម្បត្តិទេមានកាលពីខែមុនខ្ញុំទៅទទួលសម្បត្តិពីគាត់បានមួយច្បាប់អូនិយាយពីអីខ្លះចរិតសេជាលោកម្ចាស់មិនមែនមិនដឹងទេនៅក្នុងសម្បត្តិគ្រាន់តែរំលឹកពីបេម៉ាត់ថាកងទ័ពធូលឹកធ្វើការអុកឡុកនៅតាមព្រំដែនឆក់ប្លន់ដល់ផ្ទះសម្បែងរាជការធ្វើការប្រឹងប្រែងហាមឃាត់ធ្វើយ៉ាងណាកុំឲ្យសង្គ្រាមផ្ទុះឡើងចំណែកគាត់រវល់ការងារច្រើនចង់ធ្វើអីទៅមិនកើតមិនស្មើកងទ័ពតូចតាចគាត់ថាចង់ដកកំបិតចេញពីយុទ្ធជាមួយនឹងជនជាតិឈូលឹកតែម្ដងសេជាមានចរិតរឹងរូសដូចពីមុនមែនគឺមិនខុសទេត្រូវហើយចរិតខ្ញុំមួយជីវិតនេះរឹងរូសមិនអាចកែប្រែបានទេនិយាយពីរឿងគាត់មកដល់ភ្លាមសេជាលោកបន្តប្រមុខសេជាជាសូមគោរពលោកបន្តប្រមុខបានហើយក្រាបឡើងមកសេជាក្នុងនាមលោកជាមេតបធំដូចជាលោកមកគួរសមខ្ញុំយ៉ាងនេះខ្ញុំមិនហ៊ានទទួលទេខ្ញុំជាមេតបមែនតែគ្មានបានការតតទេសោះឃើញទេលោកម្ចាស់និយាយពីគាត់មកដល់ភ្លាមយិនហ្វាំងសេជាសុខសប្បាយជាទេ
សុខសប្បាយទាំងអស់គ្នាណាតែខ្ញុំនឹកអ្នកទាំងអស់គ្នាណាតើលោកប្អូននេះសុខសប្បាយជាទី ធម្មតាទេអេសេជីមិនបានជាមករាជធានីនេះ កុំភ័យអីនេះខ្ញុំមិនមែនចាក់ចោលសមរភូមិដល់គ្មានការអនុញ្ញាតទេខ្ញុំមកនេះគឺមកទទួលបរិយាបញ្ជា ថ្ងៃបុណ្យប្រជុំម្ចាស់ស្ត្រីប្រកាសជាឲ្យលោកមេតបធំមកជូនពរជាមិនខាន អេលោកម្ចាស់ទីពិតជាប្រកាសមែនស្មានមិនដែរខុសទេ ស៊ីជាកុំចេះតែឈរចឹងតោះនាំវាទៅអង្គុយសិនទៅមក ចេញ អេសុំជី ស៊ីជាស្ថានភាពនៅទុនវ៉ានោះយ៉ាងម៉េចទៅហើយ ជំរាបលោកអត់ត្រង់ទេលោកចេះតែឲ្យពួកយើងកាប់វាហើយខ្ញុំគិតថាការវាលោកគឺជាវិធីមួយដែលអាចការពារល្អបំផុតចេះតែសំងំនៅក្នុងស្រុកតើឲ្យពួកខ្ញុំការពារយ៉ាងណាយើងការពារខាងកើតជនជាតិទូលើវាយឆ្មក់ពីខាងលិចយើងការពារខាងត្បូងជនជាតិទូលើវាវិលមកពីខាងជើង មើលទៅជនជាតិធូលុបង្ករឿងកាន់តែខ្លាំងហើយ នេះជាការពិតណាស់លោកមិនចាំមិនដឹងទេជនជាតិទូលើស្ទើរតែមករត់ថ្ងៃទៅហើយជនការមកឆ្ក្រមមកឆក់ប្លន់ឬក៏រត់ទៅបាត់ជនការគឺមកកងទ័ពទាំងមូលវាយលុកចូលមកប្លន់សម្លាប់មនុស្សដុតផ្ទះសម្បែងនៅក្នុងភូមិស្រុករួចហើយក៏ដកទ័ពថយហើយចំណែកអពុជាមានកងទ័ពចំនួន 10,000 នាក់ទៅហើយគិតតែពីជើងមើលគួរឲ្យខឹងមែនទេ ស៊ីជាខ្ញុំដឹងតែលោកមានការលំបាកមែនប៉ុន្តែដើម្បីរាជការដើម្បីប្រជារាស្ត្រលោកត្រូវតែទ្រាំអត់ធន់បន្តិចទៅកុំចេះតែសម្លាប់មនុស្សអីបើសិនជាមានសង្គ្រាមកើតឡើងប្រកាសជាមានគ្រោះថ្នាក់ដល់ភូមិភាគខាងជើងនឹងខាងទៀតដល់ពេលនោះចង់ដោះស្រាយយ៉ាងម៉េចក៏ដោះស្រាយមិនរួចដែរ លោកម្ចាស់រឿងនេះខ្ញុំក៏ជឿដែរក៏ប៉ុន្តែយើងមិនឲ្យពួកគេវាយលុកនោះទេ ត្រូវហើយ រឿងនេះត្រូវតែទូលដល់ម្ចាស់ស្ត្រីគួរតែបដាប្រមានដល់ក្រុមពួកបង្កសង្គ្រាមនេះតែម្ដងឲ្យពួកគេដឹងខ្លួនទៅបាន គឺជាការតាមត្រូវលោកម្ចាស់ពិតជាប្រកែមែននិយាយតែមួយម៉ាត់គឺជារឿងដែលក្នុងចិត្តដែលខ្ញុំចង់និយាយអត់ទៅហើយ អូននេះលោកម្ចាស់កាលពីប្រហែលថ្ងៃមុននៅទុនវ៉ាមានរឿងចម្លែកមួយដែលកើតឡើង អូរឿងចម្លែកអីទៅ ប្រហែលជា20ថ្ងៃមុនកងទ័ពទូលើដឹកនាំដោយជីកើដឹកនាំដោយកងអន្តរីហើយនៅក្រុមខ្លារខិនមួយក្រុមមកគេខាងជើងទុនវ៉ាខ្ញុំក៏បញ្ជាឲ្យកងទ័ពរបស់យើងបរុងសិនតែមិននឹកស្មោះថានៅពេលតែយុគកងទ័ពជីសេះដល់សម្រាប់របស់ពួកគេស្រាប់តែមកតាមច្រកចិនកងទ័ពប្រចាំកាសទាំង200នាក់មានតែម្នាក់ទេដែលរួចផុតពីការស្លាប់ក្រៅពីនេះស្លាប់ទាំងអស់មិនត្រឹមតែប៉ុណ្ណោះទេរឿងដែលគួរឲ្យខ្លាចបំផុតគឺកងទ័ពដែលស្លាប់ទាំងនោះនៅសល់តែឆ្អឹងតែប៉ុណ្ណោះ អូសម្រាប់នៅសល់តែឆ្អឹង ពិតមែនទេពិតមែនទេអេនេះពួកលោកចាំមិននេះ សេជីការប្រយុទ្ធមិញនៅតាមផ្លូវលីជៀមមានកិច្ចកម្មកាត់ឡើងជនរងគ្រោះ3នាក់ត្រូវគេសម្លាប់ដោយសារតែឆ្អឹងប៉ុណ្ណោះ ឬមួយក៏ថាពួកគេមកដល់រាជធានីទៅហើយ ពួកគេជាអ្នកណា ពួកគេស្រាប់តែវាយចូលច្រកចិនជាតិជីសេះស្លៀកពាក់ពណ៌ខ្មៅចំនួន50នាក់បើតាំងកងទ័ពម្នាក់ដែលរួចផុតពីការស្លាប់និយាយថាពួកគេចូលមកដូចជាពពកខ្មៅជិបដៃកាន់កបិតកង់រត់ចំរត់ឡើងជុំវិញកងទ័ពប្រចាំការក្រោយពីស្លាប់ទៅសល់តែឆ្អឹងប៉ុណ្ណោះកងទ័ពដែលនៅរស់បាននិយាយថាគេបានស្ដាប់ឮអ្នកទាំងនោះនិយាយគ្នាភាសាទូលឿន ពិតជាជនជាតិទូលីបមែនក្រោយមកយ៉ាងម៉េចទៀត ពួកគេវាយទម្លុះចូលចិនជាតិរួចហើយក៏ចូលមកខាងក្នុងពួកខ្ញុំតាមពីក្រោយក៏ប៉ុន្តែសមលមួយក៏រកមិនឃើញដែរ មើលទៅពួកគេមកដល់រាជធានីទៅហើយ លោកគ្រូ អើលោកម្ចាស់ចិនមកដល់ហើយ លោកម្ចាស់ចិនលោកមិនតបបែកគ្នាយូរហើយលោកមិនតបនៅតែក្លាហានដូចពីមុនលោកម្ចាស់ចិនកាន់កាប់រាជធានីលក់ចានខ្ញុំស៊ីជាមិនតន់អបអរសាទរលោកម្ចាស់នៅឡើយទេតែគួរតែអរគុណម្ចាស់ស្ត្រីដែលប្រទានបនសក់ឲ្យខ្ញុំណាព្រមទាំងលោកគ្រូដែលជួយណែនាំឲ្យបានល្អ ចិនថៃមានលទ្ធផលយ៉ាងណា សន្តិសុខក្នុងសាលាក្តីទៅបំបត្តិឆែកឆេរក្នុងផ្ទះសំណាក់ទូទាំងស្រុកម្ចាស់ផ្ទះសំណាក់អ្នកណាក៏និយាយថាហេតុតែព្រំដែនបិទច្រកចេញចូលអ្នកក្រៅចូលក្នុងស្រុកមិនកើតទេហេតុនេះហើយមួយរយៈនេះគ្មានផ្ទះសំណាក់ណាបានទទួលជនជាតិដាស៊ឺហើយក៏គ្មានជនជាតិទូលិកដែលមកស្នាក់នៅឡើយទេ មើលតាមសភាពការចំពោះមុខជនជាតិទូលឹកប្រកាសជានៅក្នុងផ្ទះសំណាក់ណាមួយ អេលោកម្ចាស់ពួកគេប្រហែលចាក់ចេញពីលក្ខយ៉ាងទីដឹងហើយត្រឡប់ទៅធ្វើលើកទៀតផង ប្រហែលជាចឹងមែនប៉ុន្តែការពិសោធន៍របស់ខ្ញុំយូរឆ្នាំធ្វើឲ្យខ្ញុំយល់ហើយពួកគេនៅលក់យ៉ាងនៅឡើយមកតាមខ្ញុំបើមិនជាជានិយាយហើយកាលពីប្រហែលថ្ងៃមុនកងទ័ពទូលឹកដឹកនាំដោយឈើកើនឹងចំនួន 50,000 នាក់មកគៀបខាងជើងទុនវ៉ាង មែនហើយ ពួកគេចង់ធ្វើអី ចង់អុកលុកទុនវ៉ាងមែនទេ មែនហើយ ខាងជើងទុនវ៉ាងគឺជាដីរាបកងទ័ពធំគ្មានអីបិទបាំងតើគេវាយដោយរបៀបណា
ម្យ៉ាងទៀតឈើកើគេចង់យកកម្លាំង 50,000 នាក់នេះមកវាយចូលនឹងទុនវាំងប្រៀបដូចជាយកពងមាន់មកចូលនឹងថ្មអញ្ចឹងកងទ័ពប្រចាំទុនវាំងចំនួន 10,000 នាក់ក្នុងមួយថ្ងៃនឹងអាចឡោមផុតពួកគេហើយសម្រាប់ពួកគេបានទាំងអស់ភ្លាមតែម្ដង ពិតមែនហើយលោកបន្ទប់ពិតជាអស្ចារ្យមែន កាត់នោះខ្ញុំតែងតែប្រាប់លោកបន្ទប់រងរបស់ខ្ញុំគឺជាការពិតណាស់ថ្ងៃទី2កងទ័ពស្រួយរបស់ជីកើដកថយដល់មកដល់ពីមូលហេតុ នេះជារឿងពិតសូមអ្នកទាំងអស់គ្នាគិតមើលគោលបំណងរបស់ឈើកើគេមកគៀបខាងជើងរបស់ទុនវាំងក៏ព្រោះតែរឿងអីទៅ ជនជាតិទូលេធ្វើសង្គ្រាមមិនដឹងក្បោះកន្ទុយអីទេ លោកយល់ខុសហើយសៀជាម្ដងនេះគេគិតបានច្បាស់លាស់ណាស់ជីកើនាំទ័ពមកគៀបខាងជើងធ្វើដូចជាកំពុងតែមានបំណងវាយលុកនៅទុនយ៉ាងក្នុងនាមមេទ័ពប្រចាំទុនវាំងដូចជាលោកប្រកាសជាមិនជូនកងទ័ពដែលនៅច្រកចេញចូលទាំងប្រមាណមកត្រៀមកន្លែងនេះដើម្បីប្រយុទ្ធ ពិតមែនហើយខាងត្បូងទុនវាំងគ្មានកងទ័ពស្រួយរបស់ទុនលេមានតែកងទ័ពវាយឆ្មក់តែប៉ុណ្ណោះក៏ដូចជាលោកបញ្ជាក់មកនិយាយដែរកងទ័ពស្រួយរបស់ពួកគេបានប្រមូលផ្ដុំនៅខាងជើងទុនវាំងកងទ័ពស្រុកជាមួយនឹងកងទ័ពប្រចាំការនៅខាងក្រៅរបស់ជើងសហការគ្នាក្នុងពេលតែមួយថ្ងៃឡោមព័ទ្ធពួកគេបានទាំងស្រុង ពួកគេដឹងថាលោកប្រកាសជាធ្វើដូច្នេះហើយនេះហើយបានជាគេឲ្យឈើកើបញ្ឆោតកងទ័ពរបស់លោកប្រមូលផ្ដុំនៅទីនេះចំហចោលច្រកចេញចូលនៅចិនយាន លោកបញ្ជាក់មកនិយាយថាជីកើបាននាំទ័ពមកគេខាងជើងគ្រាន់តែជាការបញ្ឆោតតែប៉ុណ្ណោះបំណងរបស់គេដើម្បីឲ្យកងទ័ពសម្ងាត់របស់គេវាយលុកចូលច្រកចូលចិនយានដើម្បីភូមិភាគកណ្ដាលមែនទេ ឥឡូវនេះព្រំប្រទល់បានបិទអស់ហើយគ្មានអ្នកណាអាចចូលមករួចទេក្រៅពីវាយចូលច្រកចិនយានតើមានវិធីផ្សេងណាដែលល្អជាងនេះទេ នេះជាការពិតហើយ ឥឡូវនេះយើងសរុបរឿងនេះឡើងវិញនោះប្រកាសជាឃើញតែមូលហេតុមួយទៀតហេតុអីបានជាឈើកើនាំទ័ពមកគៀបខាងជើងទុនវាំងហេតុអីបានជាថ្ងៃទី2គេស្រាប់តែដកទ័ពដោយគ្មានដឹងពីមូលហេតុទៅវិញរីឯកងទ័ពសម្ងាត់ពិសេសរបស់គេហេតុអីបានជាក្តាប់ពេលវេលាច្បាស់លាស់យ៉ាងនេះកងទ័ពរបស់លោកទើបតែដកចេញពីទីនោះពួកគេក៏វាយចូលមកច្រកចិនយានតែម្ដងរឿងទាំងនេះបានបញ្ជាក់ថាកងទ័ពស្រួយរបស់ជីកើគឺបង្កឲ្យមានឱកាសសម្រាប់កងទ័ពសម្ងាត់របស់គេចូលមកតាមច្រកចិនយាន ពិតមែនហើយមើលទៅមូលហេតុគឺមានតែមួយទីក៏ប៉ុន្តែអ្នកដែលសម្រាប់ចូលមកច្រកចិនយានគេជាអ្នកណាគេធ្វើយ៉ាងណាអាចបញ្ជាកងទ័ពរបស់ជីកើបញ្ឈប់កងទ័ពធំរបស់យើងបានតើមានប្រយោជន៍អីទេ ព្រោះទៅកងទ័ពសម្ងាត់របស់គេចូលមកតាមច្រកចិនយានរួចឲ្យមកភូមិភាគកណ្ដាលទៅសម្រេចកិច្ចការដែលកងទ័ពស្រួយរបស់ជើកើមិនអាចធ្វើបាន អូ កងទ័ពសម្ងាត់ពេលដែលវាយសម្រុកចូលមកនោះសម្រាប់មនុស្សជាសាច់នៅសល់តែឆ្អឹងហើយមានរឿងចៃដន្យការប្រយុទ្ធមួយនេះនៅតាមផ្លូវលកយ៉ាងក៏មានរឿងករណីដូចគ្នាកើតឡើងនោះបានន័យថាយ៉ាងម៉េចដែរ លោកគឺបានន័យថាពួកគេមកដល់រាជធានីលក់យ៉ាងទៅហើយ អស់លោកគិតទៅមើលពួកគេប្រឹងប្រែងធ្វើយ៉ាងនេះរួចហើយក៏ចូលមកក្នុងរាជធានីលកយ៉ាងស្មានថាមកលេងមែនទេសៀជាទៅតែនិយាយដែរច្រកចូលចិនយានត្រូវគេវាយលុកនៅកាលពី20ថ្ងៃមុនប៉ាន់ស្មានពេលវេលាដែលធ្វើដំណើរទោះបីជាពួកគេលឿនយ៉ាងណាក៏ដោយពួកគេមកដល់លកយ៉ាងនេះទើបបានតែ3ថ្ងៃប៉ុណ្ណោះពួកគេនឹងប្រឹងប្រែងឲ្យអស់កម្លាំងចិត្តកម្លាំងកាយមកដល់ទីនេះមានរឿងអីត្រូវប្រញាប់ត្រឡប់ទៅវិញធ្វើអី ត្រឹមត្រូវណាប៉ុន្តែលោកម្ចាស់លក់យ៉ាងធំធេងមនុស្សមួយចំនួនដែលត្រូវលាក់ខ្លួនតាមរកពួកគេដូចជារៀបបញ្ចូលក្នុងបានសបនអញ្ចឹង ពិតមែនហើយ ចិនថៃខ្ញុំសួរលោកទៅមើលលោកជាមន្ត្រីមូលដ្ឋានលកយ៉ាង លោកគ្រូមានប្រសាទមក នៅលកយ៉ាងមានស្រុកប្រមាណផ្សារប្រមាណភូមិប្រមាណ ក្រៅពីរាជវាំងនិងដំណាក់ស៊ីយ៉ាងទាំងអស់គឺមាន8ច្រកធំទីផ្សារ8ហើយនិងភូមិ111ភូមិ សាលាក្តីនៅលកយ៉ាងតាំងពីកាន់កាប់មកមានសន្តិសុខចំនួនប្រមាណ បើសរុបទៅ462នាក់ ជាជាងការបញ្ជារបស់លោកមានកងទ័ពប្រមាណ កងសេនាហើយនិងកងសម្រុកនៅទុនវាំងនៅខាងត្បូងមានកងទ័ពការពារ500នាក់ ល្អណាស់ចំពោះមុខជនជាតិធូលឹកអ្នកទាំងអស់គ្នាប្រកាសជាលាក់នៅក្នុងភូមិស្រុកណាមួយឥឡូវចេះទៅយើងវាយស្មៅបង្អើលពោះតែម្ដង វាយស្មៅបង្អើលពោះយ៉ាងម៉េច មើលនេះ គ្រួសារលោកមានគ្នាប្រហែលនាក់ ទាំងក្មេងទាំងចាស់32នាក់ មានជនជាតិធូលទេ ចិត្តធូល មានទេក៏អត់ អត់មានទេ បានហើយតែដេកចុះ សុំទោសតើលោកកំពុងរកអី យើងតាមរកជនបង្កប់ធូលចាប់បានសម្រាប់ចោលភ្លាម ចុះសិនយើងត្រូវការឆេណាស្គៀមយើងត្រូវការចាប់ខ្លួនជនជាតិធូលចុះឆេបាទ ណែមិនបានជាបាត់ផ្លូវចឹងណា ស្រួលមើល ខ្ញុំក៏បាត់ផ្លូវតែចាប់ ដល់កំពុងតែញ៉ាំផងមិនឲ្យយើងចូលមិនឲ្យយើងចូលដែរ ទៅចុះដល់ទៅចុះទៅតាមបានមកចុះរកស៊ី ថាស្រុកលក់យ៉ាងមានជនបន្លំមកពីធូលឥឡូវកងសន្តិសុខសាលាស្រុកកំពុងតែឆែកឆេរចាប់ពីនេះទៅច្រកទាំង8នៅលក់យ៉ាងគឺបាត់ទៅច្រកខាងកាត់មួយប៉ុណ្ណោះច្រក7ត្រូវបាត់ ជនកប់ទៅ តាមបានយ៉ាងវិញ បងប្អូនទាំងអស់គ្នាដល់ឲ្យបានឥឡូវនេះសាលាស្រុកបានបាត់ប្រកាសតាមចាប់ខ្លួនជនបង្កប់មកពីធូលគេលាក់ខ្លួននៅក្នុងលក់យ៉ាងគ្រួសារណា
ទទួលភ្ញៀវមកពីស្រុកផ្សេងឬមួយមានផ្ទះជួលឲ្យទៅមនុស្សផ្សេងអ្នកដែលមកពីស្រុកផ្សេងត្រូវតែរៀបការទៅសាលាស្រុកជាបន្ទាន់បើមិនអញ្ចឹងត្រូវតែមានទោសលាក់បាំងនឹងសត្រូវចាប់ពីថ្ងៃតទៅសាលាស្រុកមានបញ្ជាឲ្យកងសន្តិសុខឆែកឈាគ្រប់ទីកន្លែងទាំងអស់អ្នកដំណើរជនជាតិដទៃបានមកដល់ហើយមកតាក់សីអ៊ីហុងបានមកដល់ហើយ សូមថ្វាយបង្គំលោកម្ចាស់ ឆាប់ក្រោកឡើង អរគុណលោកម្ចាស់ អេហុំនាងមើលច្បាស់កុំប្រហែលសោះ ចាលោកម្ចាស់ ចាប់ដើមទៅ ចា ជប់សិនយើងត្រូវកាប់ពិនិត្យដាក់ស្អីនឹង អូគឺស្បៀងតប ស្បៀងតបយើងពិនិត្យសិនចុះទៅចុះមានអីទេតៃ ជប់ត្រូវទៅមើលសិនអូលោកមកហើយ ពួកគេនៅទី នៅខាងក្រោយ ឲ្យពួកគេទៅសំណាក់កណ្ដាល បាត់រីតិយិតជួបបញ្ហាហើយ មានរឿងអី ក្រៅពីទូតបង្គំនឹងណានសានមានអ្នកណាទៀតដឹងថាព្រះអង្គម្ចាស់យើងមកកាន់ទីនេះ អត់ទេពួកយើងទៅតាមម្ដងមួយថ្ងៃក្រៅពីពួកលោកពួកយើងបានជួបទេមានរឿងអីកើតឡើង មិនដឹងយ៉ាងណាទេឥឡូវនេះសាលាស្រុកប្រកាសតាមចាប់ជនជាតិធូលឹកលក់យ៉ាងច្រកទាំង8បិទទុកកញ្ចក់ទី7ប៉ុណ្ណោះក្រោយពេលថ្ងៃត្រង់សេនានិងកងសន្តិសុខសាលាស្រុកនឹងឆែកជាតាមទូរស័ព្ទនីមួយៗជាមិនខាន ពួកគេមកតាមពួកយើងមែនទេ មិនគិតថាតាមរកណាក៏ដោយទាំងអស់គ្នាត្រូវប្រយ័ត្នចែកចេញជាបន្ទាន់ធ្វើយ៉ាងណាឲ្យតិចខ្លួនពីនេះរយៈពេលខ្លីមួយបើមិនចឹងទេកងសន្តិសុខនិងកងការពារប្រកាសជារកឃើញនោះប្រកាសជាវិបត្តិធំហើយបរិទ្ធិយិតឆាប់រៀបចំឲ្យបានហើយចេញតាមច្រកនេះជាបន្ទាន់ប្រាប់ទូល ល្អ លោកគ្រូ អូចិនថៃ លោកគ្រូនឹកដល់ប្រជាជាលីហ៎ មែនហើយយើងបែកពីជីលីជិត5ឆ្នាំទៅហើយមិនដឹងថាពីនេះវាយ៉ាងម៉េចទៅហើយទេអូចិនថៃមានដំណឹងយ៉ាងណា លោកគ្រូយើងបានចែកចេញពីទៅស្រុកកាលពីព្រឹកមិញតាំងពីសាលាស្រុកនិងសាលាក្តីបានប្រមូលផ្ដុំជនជាតិដទៃទៀតជាង60នាក់យើងបានអញ្ជើញអ្នកអីហុកមកពិនិត្យមើលទាំងអស់តែគ្មានមនុស្សដែលយើងតាមរកនោះទេ ប្រសើរណាស់នៅចំពោះមុខមានរឿងមួយយើងសន្និដ្ឋានថាជនជាតិធូលឹកប្រហែលជាសង្ងំមិនបានពួកគេប្រកាសជារកវិធីបន្លំចេញពីលោកយ៉ាងចិនថៃឆាប់ឲ្យដំណឹងទៅយើងហ្វាំក្នុងពេលដែលតឹងតែងទៅប្រចាំប្រជែងឲ្យមែនទែនដៃខាត់កុំប្រហែលឲ្យសោះស្ដាប់បានទេ បាទខ្ញុំនឹងទៅជម្រាបគាត់ ជុំសិនឆ្លើយការពិនិត្យបាត់ដាក់ស្អីដាក់អីចាំទៅបានដែរមើលខ្ញុំមើលតិចមើលទៅមកទៅស្អីទៀតណាតាមហើយដាក់ចេញទៅបាទអរគុណណាស់ទៅមើលទៅបងអូនអើយបងអើយជុំសិនអរគុណណាស់ដាក់មានស្អីអស់ទៅចុះអត់តែនោះក៏ចាំដែរឆាប់ដល់ទៅបាទយើងផឹក លោកជិន លោកគ្រូនិយាយថាពួកចេញពីរូបឲ្យយកប្រចាំចែកឲ្យមែនទេ